បាទជំរាបសួរសុខសប្បាយពេលដែលខ្ញុំចង់សម្ដែងនៅមតិតទូរបស់ខ្ញុំទេបាទតកតងទៅនឹងព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងប្រទេសរបស់យើងក៏ដូចជាការលើកឡើងរបស់មនុស្សអគតិមួយចំនួនមកលើប្រទេសរបស់យើងគឺប្រទេសកម្ពុជាដូចជាគេថាអ្នកធ្វើគឺចាប់តែខុសតែអ្នកមិនធ្វើគឺមិនជាខុសពាក្យនេះគឺពិតជាត្រឹមត្រូវ 100% បាទទាំងរូបខ្ញុំទាំងបងប្អូនអ្នកដែលធ្វើឬក៏អ្នកអនុវត្តគឺមិនដែលថាល្អ 100% ទេគឺតែងតែមានចំណុចខ្វះខាតបន្តិចបន្តួចបាទអញ្ចឹងយើងកែលម្អប៉ុន្តែបើសិនជាយើងមិនអ្នកដែលមិនធ្វើតែម្ដងគឺយើងមិនចេះខុសមានតែយើងអ្នកដែលចាំអង្គុយមើលហើយក៏ដូចជាចាំតែរិះគន់ខ្ញុំបានស្ដាប់អ្នកអត្ថាធិប្បាយមួយចំនួននៅក្រៅប្រទេសដែលគាត់លើកមកពីគំនិតមើលមកឃើញខ្មៅ100 លើ 100 តែម្ដងបើគាត់មើលមក100ដក1ត្រឹមតែ99សល់1ឃើញសក៏ជាការប្រសើរតែនេះគឺគាត់មើលមកគឺ100គឺខ្មៅទាំង100ខ្ញុំដឹងថាអស់លោកជាអ្នកដែលតាមដានព្រឹត្តិការណ៍សង្គមតាមរយៈប្រព័ន្ធព័ត៌មានធំក៏ដូចជា social ក៏ដូចជាតាមweb ផ្សេងៗដែលលោកបានទទួលការឆាត personal សេនព័ត៌មានឲ្យឬតាមបណ្ដាញសង្គម Facebook និយាយសម្រាប់គឺតាមប្រព័ន្ធ Facebook តែម្ដងយើងមើលមួយជ្រុងយើងឃើញអញ្ចឹងតែយើងព្យាយាមមើលឲ្យច្រើនជ្រុងមិនថាឲ្យគ្រប់ជ្រុងទេជិះយើងឃើញចំណុចវិជ្ជមានមានតែអស់លោកយកតែមួយជ្រុងហើយអង្គុយតែក្នុងបន្ទប់សរុបព្រឹត្តិការណ៍យកមកច្បាស់ជាងអ្នកដែលនៅស្រុកខ្មែរទៀតគឺពិតជាអស្ចារ្យខ្ញុំសូមកោតសរសើរខ្ញុំជឿថារឿងដែលល្អសម្រាប់ស្រុកខ្មែរគ្មានទេប៉ុន្តែអស់លោកមិនបានយកទៅផ្សព្វផ្សាយក៏ដូចជាអត្ថាធិប្បាយដែលល្អគឺព្យាយាមគេថាជន់បន្ថែមបាទដូចករណីតាក់ទងទៅនឹងរឿងកប៉ាល់ឬការទិញផ្សេងគឺអស់លោកប្រើភាសាមកគឺវាហួសហេតុតែខ្ញុំមិននិយាយតាក់ទងនឹងយោធាទេគឺមិននិយាយទេបាទគាត់និយាយតែពីចំណុចអវិជ្ជមានដែលអស់លោកបានមើលមកកម្ពុជាការកសាងការធ្វើការទប់ស្កាត់នៅការឈ្លានពានគឺរដ្ឋាភិបាលខិតខំការពារណារួមទាំងប្រជាពលរដ្ឋយើងក៏ពហិការមិនប្រើប្រាស់របស់នោះដែរប៉ុន្តែអស់លោកមើលមកនៅតែខុសដល់តែពេលយើងឈប់ចាយលុយបានថានៅតែខុសស្អីក៏នៅតែខុសមើលមកស្អីមិនចេះត្រូវតែចំណុចណាត្រូវអស់លោកវិញមកបាទធម្មតាយើងរកចំណុចវិជ្ជមានរបស់គេក៏យើងរកវិជ្ជមានរបស់គេដែរខ្ញុំមិនជឿថាមនុស្ស100ធ្វើខុសតែ100វាអត់មានអត់កំពុងពិសាថាលើកអីត្រូវលើកអាខុសបានតែវាអត់ស៊ីមេត្រីគ្នាវាអត់មានថាភាពយុត្តិធម៌គេខិតខំធ្វើដល់80 90លើក10មកជាន់ផលិតមកវាយប្រហារវាអយុត្តិធម៌ដែរបើសិនអស់លោកខំប្រឹងធ្វើការនៅក្រុមហ៊ុនមួយនៅក្រៅប្រទេសបាទលោកខំធ្វើបានផែនការដាក់មក100លោកធ្វើបានរហូតដល់90% នៃផែនការដល់ទៅពេលយក10% មកបូកបញ្ចូលថាធ្វើមិនកើតគឺវាអត់ត្រូវចុះយើងវាស់វែងមកទំហំដែលធ្វើបាន90% គឺច្រើនណាស់អស់លោកក៏បានធ្វើការនៅក្រុមហ៊ុនធំនៅក្រៅប្រទេសបាទខ្ញុំនិយាយវាទូទៅទេអ្នកដែលគាត់មានលទ្ធអវិជ្ជមានជាមួយនឹងកម្ពុជារបស់យើងខ្ញុំក៏មានសិទ្ធិในការបកស្រាយវិញដែរអញ្ចឹងនៅក្រុមហ៊ុនរបស់អស់លោកក៏មានផែនការសកម្មភាពដូចគ្នាបាទគម្រោងការងារមិនដាក់ភ្លាមធ្វើបានភ្លាមទេទីមួយលោកអង្គុយសិក្សាពីគម្រោងឥឡូវខ្ញុំនិយាយថា plan 2026
ផែនការសកម្មភាពចឹងក្នុងដំបូងខែ9 ខែ 10 យើងចាប់ដើមរៀបចំផែនការសកម្មភាព2021អានេះនិយាយក្រុមហ៊ុនមួយធ្វើការគិតតែមួយឆ្នាំបានមកគិតដល់ 4-10 ឆ្នាំហើយចឹងយើងតាមប្រជុំគេថា top leader ក្នុងក្រុមហ៊ុនបើក្រុមហ៊ុនមាន shareholder វាមាន shareholder វាមាន BUD វាមាន CEO មាន GM មានតរហូតយើងមកប្រជុំដាក់ផែនការជាមួយនឹង operation របស់យើងដាក់ទិសដៅជាមួយនឹង board របៀបម៉េចតើ2021សេដ្ឋកិច្ចរបៀបម៉េចតើផែនការដែលយើងត្រូវដើរក៏របៀបម៉េចតើយើងរកស៊ីមុខរបរហ្នឹងតើវាចំប្រវត្តិនឹងអត់តើមានការកែប្រែមួយចំនួនអត់អញ្ចឹងគេគិតគូរតើយើងរកប្រាក់ចំណេញប្រចាំឆ្នាំប្រហែលចុះបើសិនមានការខាត់របៀបម៉េចគឺគេលើកផែនការសកម្មភាពលម្អិតដូចគ្នាបាទអញ្ចឹងគាត់ថានៅសុខែគឺលម្អិតខ្លាំងណាស់បាទអញមិននិយាយសុខក្នុងសុខខ្មែរទេនិយាយពីថាពួកអស់លោកនៅក្រៅអញ្ចឹងខ្ញុំនិយាយថានៅក្រៅសិក្សាសម្រាប់អស់ឆ្លងឡើងបានសម្រាប់ចេញជាផែនការឆ្នាំ2021អនុវត្តទៅក្នុងមួយខែបច្ចុប្បន្នប្រមាណបាទយើងធ្វើបានដល់ 80% ស្រាប់តែឃើញ20ឬក៏ 10% នៃ 100% បាន 90 ហើយយក 10-20 បូកអស់លោកបាត់ចិត្តដែរគោលអារម្មណ៍អន់ចិត្តដែរចុះខ្ញុំខំប្រឹងធ្វើដល់ប៉ុណ្ណឹងដែរគាត់10ទៅ 20% គាត់ថាវាអត់ជោគជ័យដូចជាវាមិនសមបាទអញ្ចឹងដូចគ្នាដែរសម្រាប់ការដឹកនាំប្រទេសវាមិនមែនយើងសុបអស់ជប់អត់ធ្វើនេះអត់ធ្វើនោះបានទេដូចគ្នាចឹងហើយបើប្រទេសនឹងប្រទេសទៀតមិនមែនរឿងណាស្រួលទេគឺចរចាបាទខ្ញុំដឹងថាពិបាកមិនរឿងសាមញ្ញទេប្រទេសធំសេដ្ឋកិច្ចធំជាជនច្រើននិយាយប្រទេសតូចជាជនតិចសេដ្ឋកិច្ចនៅមានគេថាការកំណត់ដែរសំទៅអញ្ចឹងយើងចរចាជាមួយគីអ្នកមានបើអ្នកមានចិត្តធំឯណាអ្នកមានវាមិនចិត្តធំណាអ្នកមានឆ្លើយអញ្ចឹងវាទាមទារយុទ្ធវិធីនៃការចរចាទាមទារឯកសារណែនណាកាលណាយើងប្រហែលតែបន្តិចគឺចាញ់គេបងដល់ពេលដែលអស់លោកចាប់ផ្ដើមអត្ថាធិប្បាយមកខ្ញុំពេលហើយខ្ញុំវាប៉ះទៅនឹងអាបេះដូងខ្ញុំដែរប៉ះនឹងអារម្មណ៍ខ្ញុំដែរពួកខ្ញុំក្នុងសុខខ្ញុំមានរត់ទៅណាខ្ញុំធ្វើការនឹងផ្ទះខ្ញុំនៅកោប្រពន្ធខ្ញុំមិនទៅអស់ខ្ញុំអត់មានរត់ទេខ្ញុំនៅជាមួយជីវិតរបស់ខ្ញុំអស់លោកចំណុចអវិជ្ជមានទី1យើងហ៊ីការមិនប្រើតំណែងថៃខុសគំទៅផលក្នុងសុខខុសឈប់ចាយប្រាក់បាក់ខុសនេះសូមនិយាយឲ្យចំតាមថាយើងមានការឈប់ប្រាក់បាក់ដើម្បីលើកតម្កើងប្រាក់រៀលរបស់យើងធម្មតាយើងចាយដូចគេមិនចាយដូចយើងភាសាជីបាទយើងឈប់ចាយមួយមកខុសទៀតតែចំណុចដែលត្រូវលោកទៀតហើយក៏គុំលើកចំណុចមកចំហៀងអត់បញ្យល់គេអញ្ចឹងបញ្យល់កត្តាណាដែលឈប់ចាយប្រាក់បាក់ចំណុចអីសេដ្ឋកិច្ចតើបើយើងនៅប្រើប្រាក់បាក់យើងខាត់អីចុះបើយើងបំវាយពីប្រាក់បាក់មកប្រាក់រៀលតែយ៉ាងម៉េចលោកបញ្យល់បន្តិចមកឲ្យមានគេថាមូលដ្ឋានគ្រឹះដើម្បីឲ្យស្ដាប់បានយល់អានេះគឺឆ្វេងសុទ្ធមកប្រឆាំងចឹងលោកវាអត់មានកម្រិតណាមួយជាជាតិបាទខ្ញុំនិយាយនេះខ្ញុំមិនសំដៅទៅលើប្រទេសណាទេមានតែប្រទេសគេចុះគេមិនដែលជាប់ពីប្រទេសខ្លួនឯងដល់ថ្នាក់ហ្នឹងពេកបាទចឹងហើយដល់គេមានចិត្តនិយមប្រទេសគេដែរខ្ញុំមិននិយាយនេះខ្ញុំមិនប៉ះពាល់ត្រូវអ្នកថាបាយណាទេដូចបងប្រុសម្នាក់នៅអាមេរិកដែរគាត់ថាទីបាយគឺល្អគាត់លើកយកកណ្ដាលដៃគាត់គ្រប់នៅពេលដែលគាត់ធ្វើព័ត៌មានគាត់ថ្លៃព័ត៌មានច្បាស់លាស់គាត់លើកតាំងខាងគេខាងយើងយកមកសម្យោគឲ្យយើងពិចារណាខ្លួនឯងហើយគាត់ទីយកតលហីកោមកបញ្យល់យើងច្បាស់មួយខ្ញុំជួបខ្ញុំសៀទុកខ្ញុំឡៃគាត់មិនថាគាត់បញ្យល់មកមានមូលដ្ឋានត្រឹមត្រូវអត់ចំណុចអត់មិនថាអត់ផ្អៀងពេកហ្មងខ្ញុំថាមិនគ្រប់ត្រូលចោលមិនឲ្យវាសមតោះហ្នឹងអត់វាអានេះ100 0ហ្មងអញ្ចឹងអ្នកស្ដាប់មើលមកវាអត់មានភាពយុត្តិធម៌បើអស់លោកគេចោទប្រកាន់អស់លោកវិញតើលោកមានអារម្មណ៍មិនដែរបាទការធ្វើមិនមែនជារឿងមួយហើយស្រួលទេបាទគឺវាពិបាកចុះថាពិបាកមិនចុះទៅវាមិនមែនទេក្នុងការគិតនិយាយយកចាញ់ឈ្នះគឺមានការបោះឆ្នោត5 ឆ្នាំម្ដងដូចគេហ្នឹងមិនកាត់ចុះទៅឲ្យគេធ្វើវាអត់ត្រូវ
សួរថាសម្ដីប៉ុណ្ណាគ្រប់គ្រងលក្ខណៈបៈគ្រប់គ្រងបេក្ខភាពនយោបាយត្រីបាទសិតតែមានការគ្រប់គ្រងពីបៈបានទៅចូលជាបេក្ខជននយោបាយត្រីចឹងប្រាប់ថាម្ដងចឹងចូលនេះបើអស់លោកឃើញចំណុចខ្លះនៃសង្គមជាតិយើងលោកបានតែឃើញនៅលោកបានមកនៅពីលោកអត្ថាធិប្បាយខ្មៅងឹតពេកលោកបានជិះលើ highway ស្រុកខ្មែរនៅបានតែតំបន់ទេសចរនៅតំបន់អង្គរហើយនៅលោកសាក់ជិះទៅតាមបណ្ដាគាត់ព្រំដែនលោកនឹងឃើញកម្រិតនៃជីវភាពយើងទទួលស្គាល់ថាយើងជាប្រទេសកំពុងអភិវឌ្ឍកន្លែងខ្លះវាមិនស្អាតទេវាមានcośខ្លះខាតយើងកែសម្រួលយើងជួសជុលនឹងធ្វើឡើងវិញកន្លែងខ្លះគេកំពុងអភិវឌ្ឍតែម្ដងគេអភិវឌ្ឍ100កន្លែងយកមកកន្លែងមិនទាន់ធ្វើឲ្យយកវាយបហាគឺវាត្រូវបាទប្រទេសមួយត្រូវការវិស័យការពារជាតិរឹងមាំយើងទិញសម្ភារៈយុធាចូលដើម្បីការពារជាតិយើងតែយើងមិនទៅចង់ទៅឈ្លានពានប្រទេសប៉ុណ្ណាវាអត់មានមិនខុសពីផ្ទះយើងទេតែយើងប្រើយូរទៅជាងផ្ទះកតុបទឹកវាខូចយើងជួសជុលដូចគ្នាបំពាក់សម្ភារៈថ្មីដូចគ្នាឧទាហរណ៍យើងប្រើប្រាស់ចក្រានគេ5ឆ្នាំហើយមានខូចឬរឹលជួសជុលឬក៏ប្រដូរតែម្ដងដូចគ្នាទូទៅក៏វាអាយុកាលវាដែរប្រហែលឆ្នាំតែប្រដូរហ្គាសឬក៏ខូចគ្រឿងឃើញទេចឹងប្រទេសដូចគ្នាអាកសាងការអភិវឌ្ឍវាដូចតែគ្នាអស់លោកពីមុនមកដីមិនតាន់មានលបងចាប់ដើមធូរធាងធ្វើលបងបាទដំបូងផុតយើងធ្វើតែបកគោលឈើដាក់បន្លាដល់ពេលមានលុយច្រើនចាប់ដើមរៀបជាជាងថ្មបាទដូចគ្នាចឹងអាការអភិវឌ្ឍប្រទេសវាដូចគ្នាចឹងអស់លោកប្រើភាសាដូចធំយកមកទិញមកយកមកតែចាក់ព្រីងឡានពីណាគេឲ្យព្រីងយើងrồiទិញឡានគេឲ្យព្រីងឡានចាក់រាប់ឆ្នាំដែរពេលឡើងលោកមកវាអត់ត្រូវវាអត់ត្រូវពីខ្ញុំក៏ខ្ញុំនិយាយខ្មែរដែរចឹងខ្ញុំនិយាយថាខ្ញុំក៏មានសិទ្ធិในការឆ្លើយតបដែរខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែរបាទខ្ញុំនេះខ្ញុំជាបុគ្គលរបស់ខ្ញុំជាកូនខ្មែរខ្ញុំក៏មានសិទ្ធិរត់រួចនៅការពីតាមរបស់ខ្ញុំក៏ដូចជាការពីចិត្តរបស់ខ្ញុំនៅទៅពេលដែលគេបំភ្លៃនៃព័ត៌មានពីពេកមកបាទមិនមែននឹងសម័យពេកនិយាយមកដូចខ្មែរយើងនឹងវាអាងឹតរហូតពលឺមើលឃើញមកគៀបសង្កត់គៀបអីពេកបើមិនធ្វើខុសពីណាគេទៅនេះយើងគេហៅប្រាប់គេហៅមកសួរនាំថាហើយនៅបន្តខុសច្បាប់គេមិនអនុវត្តតាមផ្លូវច្បាប់អំណាចរដ្ឋគឺខ្លាំងបាទដោយសារព័ត៌មានអីគេយ៉ាងដែរអស់លោកបច្ចុប្បន្ននេះគឺយើងខ្លាំងណាស់បណ្ដាញព័ត៌មានដោយសារទី1យើងមានធនធានមនុស្សគឺសំខាន់គឺធនធានមនុស្សបន្ទាប់មកយើងមានអីគេបច្ចេកវិទ្យាធនធានមនុស្សក៏យើងមានបច្ចេកវិទ្យាយើងក៏មាន smartphone យើងប្រើពេញដៃប្រព័ន្ធអ៊ីនធឺណិតយើងមើលសឹងគ្រប់ដំណត់ទូទាំងប្រទេសហើយតម្លៃមួយសមរម្យអត់ថ្លៃទេបាទមួយខែដូចជា$8 $5គឺប្រើ YouTube ឆៃ social ហើយសួរតែម៉ោងនេះតើរដ្ឋាភិបាលបានបិទប្រព័ន្ធ social ណាមួយណាគឺអត់ប្រើទាំងអស់ WeChat WhatsApp Telegram Messenger Facebook Line ឃើញយើងប្រើទាំងអស់អីស្អីក៏យើងមានដែរទាំងអស់ឲ្យតែមានកម្មវិធីណាដោនឡូតប្រើមកសប្បាយគឺយើងអត់មានបានបិទសេរីភាពនៃការប្រើប្រាស់ social ក៏ដូចជាការបញ្ចេញមតិដូចខ្ញុំថាកុំតែជាគេកុំតែប្រមាថគេអាហ្នឹងគេអនុវត្តតាមផ្លូវច្បាប់វាជារឿងត្រឹមត្រូវប្រទេសណាក៏អញ្ចឹងដែរបាទយើងច្បាប់វាខុសគ្នាកាលណាយើងយកច្បាប់ប្រទេសមួយទៅប្រទេសមួយគឺអត់ត្រូវទេប្រទេសអស់លោកគឺច្បាប់ផ្សេងប្រទេសគឺច្បាប់ផ្សេងបាទយើងទៅបរិហាគេមានច្បាប់អនុវត្តតាមបរិហាគេយកកម្រិតទៅបាញ់គេជាប់គុកដកកម្រិតគម្រាមគេមានទៅព្រមមិនទាន់វាច្បាប់គេទាំងអស់អញ្ចឹងយកប្រទេសមួយទៅប្រទេសមួយប្រៀបធៀបវាអត់ត្រូវច្បាប់ខុសគ្នាតែចំណុចខ្លះដែលល្អយើងយកមកសិក្សាកែល្អ
ចឹងយើងមើលបច្ចុប្បន្នប្រព័ន្ធឃោសនារបស់យើងខ្លាំងការទូតយើងខ្លាំងយើងសម្បូរធនធានមនុស្សនៅពេលដែលខ្ញុំឃើញបងប្អូនក្មួយដែលប្រឡងបាក់ដុបចូលនិទេសចូល3000ឯជាងហ្នឹងធនធានមនុស្សបង្កើត3000នៅកម្រិត A ចុះនៅ B នៅ C នៅ D នៅ E ទៀតហើយបងដែលមិនប្រឡងជាប់មិនបាច់អស់សង្ឃឹមទេរៀនមួយឆ្នាំទៀតរឿងដាក់ស្វ័យរត់ឬក៏ទៅរៀនបច្ចុប្បន្នរោគឺយើងមានគ្រប់ទាំងអស់លទ្ធភាពស្អែកបងយ៉ាងណាជឿតែប៉ុណ្ណោះពីមុនមកតែយើងគេមើលមកខ្មៅដោយសារអស់លោកសាព្រោះឃើញទេខ្មែរយើងចេះខ្មែរយើងចុះដាច់ការអត់មានសិទ្ធិមនុស្សអំពើចេះលៀបពណ៌យកមកតែអញ្ចឹងវាបរទេសគាត់ជឿដោយសារពួកអស់លោកអត្តពលនៅក្រៅដល់ពេលឥឡូវនិយាយក៏លេងជឿអស់លោកចុះក៏ចុចមើលបានតែ YouTube ឃើញទេគេមើលតាមប្រព័ន្ធ social គេមើលតាមប្រព័ន្ធ media ផ្សាយទាំងអស់ចេញទៅតែសោះយើងកើតបាទយើងមើលជឿគាត់យើងហោះហើរពីប្រដាប់ផ្សេងសិតកម្រិតធំសារខ្ញុំទៅស្គាល់ពេជ្រហោះទេបាទຂະຫນາດចុះមកមាន Airbus Boeing A320 A350 ប្រភេទ Reactor 4ឬក៏ឆ្លងទ្វីបគឺចុះមកស្រុកខ្មែរយើងតកតុយហើយថ្ងៃមុនគឺហុងកុងយើង12គ្រឿងបាទដូច12ឬ13 11ខ្ញុំអត់ចាំយកមកទុកនៅ airport ខ្មែរយើងដោយសារយើងស្តង់ដារហើយសុខភាពចឹងចុះយើង10ជាងគ្រឿងហ្នឹងវាជាមោទនភាពរបស់យើងមួយបើប្រទេសយើងអសន្តិសុខ airport យើងទៅផែគេមិនមកហុងកុងស្រាប់ហើយជាកោះដែលស៊ីវិល័យបាទកោះស៊ីវិល័យហើយយកយន្តហោះមកផ្ញើយើងគាត់តែមកគឺប្រហែល100លេនបូកទៅចូលប្រព័ន្ធនេះបាត់ហើយស្រួលគេផ្ញើនឹងពលានថ្មីរបស់យើងបាទដែលចូលរបស់យើងមោទនភាពបើអត់លោកមើលមកជ្រុងគឺឃើញថាអត់បានការបាទខ្ញុំមើលអត់បានតែបើលើមើលរូបភាពវិញមើលបើប្រទេសយើងសង្គ្រាមវិញតើយន្តហោះគេយកមកផ្ញើយើងអត់ជាហុងកុងបាទកោះហុងកុងធម្មតាហើយប្រភេទយន្តហោះគេផ្សេងប្រភេទណាធំAirbus អីនោះបូកអីនោះប៉ុនលៀនណាបាទហើយនៅការដាក់ចោះស្អីយើងក៏គាត់ថ្លៃចំណតដែរតែហ្នឹងជារឿងនេះទេខ្ញុំស្ដាប់នេះបាទគឺថ្លៃចំណតត្រឹមត្រូវឃើញទេមោទនភាពអ្នកជាតិយើងឯងបាទគាត់តែប៉ុណ្្នឹងបានអសន្តិសុខគេមកអត់ឥឡូវថ្នាក់ដឹកនាំប្រទេសធំគេអញ្ជើញមកទស្សនកិច្ចនៅប្រជាកម្ពុជារបស់យើងចុះនៅពលានថ្មីសួរថាថ្នាក់នាយករដ្ឋមន្ត្រីថ្នាក់ឧបថ្នាក់ក្រសួងការពារជាតិថ្នាក់អីហ្នឹងបើប្រទេសយើងពងក្ដុំក្ដាំងដោយអស់លោកនិយាយគេមកអត់គេមកទេគេមកដោយសារប្រទេសយើងសន្តិភាពចំណងការទូតបង្កើតទំនាក់ទំនងប្រទេសនឹងប្រទេសបាទយើងតូចតែខ្លឹមខ្ញុំនិយាយថាតូចតែខ្លឹម17លាននេះសាពីជាមួយជានិយមបាទជួយខ្ញុំចង់ឆ្លើយតបទៅអស់លោកវិញដែរគាត់ថាការឆ្លើយតបទៅខ្ញុំឆ្លើយមួយកម្រិតមួយគាត់ថាភាសាមួយគួរសមភាសាមួយដែលស្រួលយល់ពួកខ្ញុំនិយាយនេះនិយាយសម្រាប់កម្រិតទូទៅស្ដាប់បានទាំងអស់ខ្ញុំមិនព្យាយាមនិយាយតែជ្រៅពិបាកស្ដាប់ខ្ញុំមិននិយាយទេខ្ញុំចិត្តនិយាយតែស្ដាប់ទៅងាយយល់ងាយគិតងាយយកពិចារណាចាណាបើថាបើប្រទេសបាតកម្មផ្ទុះសង្គ្រាមកណ្ដាលក្រុងពីណាយើងធម្មចុះណាត់នោះណាអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាយើងវាអត់មានទេបាទយើងមានខ្លាំងយើងរីកបានគេមកហើយយើងកំពុងដើរតួដែលល្អលើឆាកអន្តរជាតិលើវិស័យទេសចរណ៍វិស័យការទូតយើងបាទក្រសួងទេសចរណ៍គឺខិតខំប្រឹងប្រែងណាស់តែទីទេសចរណ៍បណ្ដាក្រសួងពាក់ព័ន្ធគេតាមចំណេញមកគេវាជាបាននោះស្រុកយើងទទួលស្គាល់ផលប៉ះពាល់ពីមុនមកអស់ពី COVID សង្គ្រាមនេះចេះយើងប៉ះពាល់តែយើងព្យាយាមអស់លោកមើលវិញទៀតតើនឹងសួរថាការថាសង្គ្រាមចុះជាមួយប្រទេសជិតខាងរបស់យើងតើមានប្រជាប្រដ្ឋខ្មែរណាម្នាក់ដែលធ្វើលោកដោយវិធានគីតំណែងឡើងថ្លៃតែផរម៉ានជាតិគ្នាទៅទិញអង្គទិញមហូបវាអត់មានតាមបណ្ដាសាធម្មតាទាំងអស់ធនាគារ
stable បាទអត់មានដកលុយប្រឈៀតគ្នាដកលុយអត់ចាញ់មានតែតម្លៃក្នុងកង់អត់ទេគឺល្អស្ថិរភាពទាំងអស់មិនធម្មតាបាទគឺខ្លាំងមែនគឺខ្លាំងមែនតែខ្លាំងបានទេប៉ុណ្ណឹងអូភ័យតម្លៃឡើងថ្លៃមិនតាមប៉ុណ្ណឹងធ្វើឲ្យភាពចិត្តនិយមយើងកាន់តែខ្លាំងឡើងឥឡូវយើងមើលលទ្ធផលក្នុងស្រុករបស់យើងគេថាមានសន្ទុះខ្លាំងណាស់បាទមីគីចិត្តនិយមបានចេញមកអរគុណដែលអស់លោកធ្វើឲ្យខ្មែរខ្លាំងមួយគុណ10ខ្មែរខ្លាំងស្រាប់ហើយគាត់តែបន្ថែមខ្លាំងកាន់ថែមទៀតអញ្ចឹងមកថាមិនប្រកាសពេលខ្លះសត្រូវធ្វើឲ្យយើងពិបាកណាសត្រូវជួយយើងវិញខ្ញុំថាសត្រូវជួយយើងវិញជាតិនិយមទីផ្សារយើងខ្លាំងខ្មែររួមគ្នាឈរជាមួយនឹងរដ្ឋាភិបាលជាមួយព្រះមហាក្សត្រខ្លាំងមែនទេអ្នកនោះចង់ស្ដាយក្រួយវិញទីផុតណៃដាស់ខ្មែរឲ្យខកបាទខ្មែរពុជជ័យវរ្ម័នហើយយើងតាំងពីសម័យបវរវត្តយើងមានរហូតដល់បរិយាបវត្តសម័យហ្វូណនសម័យចេនឡាសម័យកូឃើញទេរហូតដល់សម័យបច្ចុប្បន្ននេះហើយមួយអ្នកបង្កើតកំណត់អ្នកកសាងគឺថ្មីក៏អត់បាត់ដែរគឺថាសារជាតិសែនគាត់នៅតរហូតយើងមើលតែឆ្នាំ79ខ្មែរខ្ទេចអស់តែឥឡូវ79ដល់ឆ្នាំ2025កសាងមើលអគារតូចធំពេញ airport ដូចជួធំណាស់ airport ខេត្តសៀមរាបគឺខេត្តប្រសេនុកោះកុងយើងមានសូថាយើងធ្វើនឹងទុកចោលហើយគេដល់ចុះទីshow មានបាទហើយខ្ញុំជឿជាក់ 100% ខ្ញុំជឿជាក់ដល់រដ្ឋាភិបាលលោកគាត់ខំប្រឹងប្រែងណាស់ពេលខ្លះយើងញ៉ាំឆ្អែតយើងគេលក់ស្រួលតែក្នុងនឹងជាឪពុកជាម្ដាយក៏ដូចជាមេរបស់ប្រទេសគិតណាស់គិតមែនតើបាទគេថាយើងគិតប៉ុនលោកគិតជាងយើងទៀតក្តាប់អំណាចប្រទេសមួយរឿងតែជំនាញកើតឡើងរੂបលានចំពុះដូចថាយើងធ្វើ100ខុសមួយមិនអាចបុកជោបានទេយកមកគាត់ខែតម្រូវឡើងវិញគាត់មិនអាចបបងចោលទេបាទម៉ោងនេះយើងឃើញinfluencer របស់យើងអ្នកមានរបស់យើងអុកញ៉ារបស់យើងលោកផុសកំណត់មួយថ្ងៃទៅមួយថ្ងៃបន្ថែមរហូតគុំទិដ្ឋផលខ្មែរផលិតខ្លួនឯងគេឈប់នាំចូលប្រើលុយរៀលសំលេង influencer យើង2ម្នាក់ទៅម្នាក់2ម្នាក់ទៅម្នាក់ទោះគាត់ទៅសេមិនជា influencer ដែលល្បីក៏ដោយឬក៏អ្នកលេងធម្មតាក៏ដោយឲ្យគាត់បានបញ្ចេញមតិយោបល់វិជ្ជមាននៅក្នុងវល់របស់គាត់ទោះគេមិន like មិន share ក៏គេ scroll ឃើញដែរខ្ញុំសរសេរខ្ញុំមិនគិតថាគេមើលខ្ញុំអត់បានដឹងទេព្រោះគេអត់មាន like ឲ្យយើងឃើញអត់បាន scroll មើលខ្ញុំសរសេរក៏ខ្ញុំសប្បាយចិត្តទោះគេមិន like ខ្ញុំមិន comment ក៏ខ្ញុំសប្បាយចិត្តវាថាខ្ញុំមានកំណត់មួយខ្ញុំគិតនិយមដោយសារខ្ញុំកើតនៅប្រទេសកម្ពុជាបាទប្រពន្ធកូនខ្ញុំមិននឹងទាំងអស់អត់មានវិច្ចហូតតាណាអត់ទេគឺនៅចឹងខ្ញុំចង់ឆ្លើយតបទៅអស់លោកថាអវិជ្ជមានខ្ញុំមិនដឹងថាពីណាគេទេលោកបើមានខ្លួនយកទៅបាទខ្ញុំអត់សម្រាប់បុគ្គលនេះឈ្មោះនេះអត់ទេតែខ្ញុំអរគុណអ្នកដែលផលិតមាតិកាដែលមានកំណត់វិជ្ជមានជួយស្រុកតាក់ទាញទីចូលស្រុកនៅក្នុងក្រៅប្រទេសបាទគឺគាត់ខំប្រឹងជួយជាតិហើយយើងមើលបងប្អូនខ្មែរយើងនៅធម្មតាប្រទេសនៅអឺរ៉ុបនៅអាមេរិកនៅកាណាដានៅណាក៏ដោយចិនកូរ៉េជប៉ុនគឺលោកគាត់ខំណាគ្រប់គ្រងការឈ្លានពានគ្រប់គ្រងថាបាលក៏ដូចជាការពំនាំព័ត៌មានទៅបរទេសអកានស្គាល់ខ្មែរបង្ហាញថាខ្មែរយើងស្រេចសន្តិភាពវាជាចំណុចមួយដែលជាចំណុចការគ្រប់
កោតសរសើរនិងជាការលើកទឹកចិត្តហើយពេលដែលខ្ញុំឃើញវីដេអូដែលបងប្អូនខ្មែរផុសខ្ញុំតែ share បន្តហើយខ្ញុំ comment ណាខ្លួនយើងរំភើបបាទគាត់បានបោះបង់ចោលប្រជាជាតិកម្ពុជាយើងនេះបើថាអ៊ំពូមីដែររស់នៅក្រៅប្រទេសក៏ប៉ុន្តែតែគាត់នៅតែសារអត្តសញ្ញាណជាខ្មែរអ៊ំខ្ញុំមីងខ្ញុំរស់នៅបណ្ដាប្រទេសអាមេរិកនៅតាមប្រទេសផ្សេងៗគឺគាត់ឈាមចូលជាខ្មែរគាត់មិនមែនប្រកែកទៅសេ Facebook តែគាត់តែខមមិនលើខ្ញុំពេលណាគាត់ឲ្យវីដេអូជាការគ្រប់គ្រងក៏ដូចជាលើកទឹកចិត្តទាំងខ្ញុំទាំងអ្នកប្រតិបត្តិការផ្សេងក៏ដូចជាគ្រប់គ្រងរដ្ឋាភិបាលបាទចឹងจุดនេះខ្ញុំមិនបន្តទៅបុគ្គលវិជ្ជមានទៀតទេអស់លោករៀនមើលអីអមមើលជាមុំជាក្រានតែកុំមើលតែមួយចំហៀងគឺមួយចំហៀងហើយជាយាមពេកបងនៅអាមេរិកតែខ្ញុំមិនឃើញឈ្មោះគាត់ទេដោយសារកុំឲ្យតែនិយាយនេះពេលនេះគាត់ផ្សាយព័ត៌មានហើយល្អសុខមិនសុខអានឹងការវាយតម្លៃរបស់បងប្អូនតែសម្រាប់ខ្ញុំគឺថាខ្ញុំសុខសម្រាប់ខ្ញុំគាត់កណ្ដាលហើយមិនដឹងគាត់បានផ្ដល់ជាកំណត់ផ្ដល់ជាទស្សនវិជ្ជាទៅច្រកនេះទៅមេឌីនេះកន្លែងនេះគេស្គាល់ច្រើនគាត់ល្អបាទភាសាគាត់ឲ្យពុនឆ្លោះគ្នាម៉ែឪជាវាយយើងអត់ទេហើយយើងជាកូនយើងត្រូវតែតតាំងសិនបាទនៃគ្រប់សម្រាប់ខ្ញុំស្ដាប់ទៅនៃគ្រប់បាទអញ្ចឹងវីដេអូខ្ញុំដូចជារៀងវែងតិចហើយបើសិនលើកទៅមានសញ្ញាខ្វះខាតលឺលុះក៏មិនសមរម្យឲ្យសូមមេត្តាខន្តីភ័យទោសនេះក៏ជាកំណត់យោបល់របស់ខ្ញុំខ្ញុំជាកូនខ្មែរម្នាក់ដែលស្រឡាញ់ជាតិតែប៉ុណ្ណោះខ្ញុំបដោះកូនខ្ញុំជាតិនិយមតាំងនៅក្មេងតាំងអាយុ4ឆ្នាំចេះជាងចេះគោរពចេះទាំងអស់បាទអញ្ចឹងវីដេអូខ្ញុំបានទីចប់បាទសូមជឿថាបើសិនលើកទៅមានការខុសឆ្គងសូមមេត្តាខន្តីភ័យទោសបាទសូមអរគុណ